ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នានៅ3កន្លឹះដែលបងប្អូនទាំងអស់គ្នានៅពេលដែលបំពេញកិច្ចការងារអ្វីមួយបងប្អូនទាំងអស់គ្នាមិនងាយក្នុងការបោះបង់ចាជាពិសេសបងប្អូនដែលកំពុងតែមានបំណងចាចេញប្រកបចេញចាប់ផ្ដើមអាជីវកម្មតែខ្លួនឯងអញ្ចឹង3ចំណុចនេះគឺពិតជាសំខាន់ហើយមានអត្ថន័យខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាចាអញ្ចឹងមុននឹងចែកទៅដល់3ចំណុចនេះនាងខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់គ្នាដែលកំពុងតែជួបជាមួយនឹងបញ្ហាផ្ទៃមុខបងប្អូនទាំងអស់គ្នាអាចជឿជាក់ជាមួយទៅនឹងលេពីខាង P brand របស់យើងបានបងប្អូនទាំងអស់គ្នាលេរបស់យើងគឺជាប្រភេទលេ clinic ផ្សំដោយដៃដុកទ័រសាស្បែកអញ្ចឹងបងប្អូនទាំងអស់គ្នាដែលកំពុងតែជួបបញ្ហាណាកុំភ្លេចនឹកឃើញចាលេ clinic របស់យើងហើយគាំទ្រចាលេរបស់យើងបន្តទៀតណាហើយក៏អរគុណដល់ភ្ញៀវអតិថិជនដែលតែងតែកំងហើយគាំទ្រលេ clinic ពីខាងបងអូនណាអរគុណច្រើនអរគុណខ្លាំងមែនតើចាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅដល់ប្រធានបទរបស់យើងចាបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនមានអារម្មណ៍ថាពិបាកហើយលែងចង់ដើរទៅមុខបន្តនោះគឺជាអំឡុងពេលដែលបងប្អូនបានចាប់ផ្ដើមនៅអ្វីមួយហើយបងប្អូនចាប់ផ្ដើមបានតែមួយរយៈពេលខ្លីបងប្អូនដំណាក់កាលដែលយើងងាយនឹងបោះបង់បំផុតមានន័យថាគឺជាចំហៀនដែលយើងដើរអត់ទាន់ដល់ពាក់កណ្ដាលទេចាអាដំណាក់កាលនេះគឺវាពិបាកខ្លាំងបើសិនជាបងប្អូនយើងដែលគាត់មានដើមទុនច្រើនចាមានលុយចាយអត់អស់អានោះអត់សូវជាបញ្ហាទេតែបើសិនជាបងប្អូនដែលមានធនធានល្មមតែសម្រាប់ដំណើរការអាជីវកម្មក៏ដោយដំណើរការនៃអ្វីដែលបងប្អូនកំពុងតែធ្វើក៏ដោយបងប្អូនអាចនឹងងាយប្រឈមជាមួយនឹងការបោះបង់ខ្លាំងមែនទែនអញ្ចឹងអ្វីដែលបងប្អូនត្រូវប្រកាន់ចំហឲ្យខ្លាំងបំផុតទី1គឺមានចំហរឹងមាំការមានចំហរឹងមាំនេះមានន័យថាបងប្អូនបានច្បាស់លាស់ជាមួយនឹងគោលដៅជាមួយនឹងសកម្មភាពជាមួយនឹងអ្វីដែលបងប្អូនកំពុងតែធ្វើភាពច្បាស់លាស់នេះមិនធ្វើឲ្យបងប្អូនទាំងអស់គ្នាមានទំនោរទៅតាមការឃោសនាឬក៏ការអូទានរបស់បុគ្គលណាទេអញ្ចឹងត្រូវមានចំហរឹងមាំបានលុះត្រាតែបងប្អូនទាំងអស់គ្នាមានគោលដៅច្បាស់លាស់ជាមួយទៅនឹងអ្វីដែលបងប្អូនកំពុងតែធ្វើនេះខ្ញុំសូមឧទាហរណ៍ជាក់ស្ដែងបាច់ចាំនិយាយអីច្រើនទេបើយើងនិយាយពីការចង់ទទួលបានសុខភាពល្អបងប្អូនចាប់ផ្ដើមធ្វើលំហាត់ប្រាណនេះត្រូវអញ្ចឹងបងប្អូនដែលសាកល្បងថ្ងៃទី1ចាដែលបងប្អូនធ្វើបងប្អូនមានអារម្មណ៍សប្បាយរីករាយប៉ុន្តែចូលដល់ថ្ងៃទី2បងប្អូនមានអារម្មណ៍ថាហត់ចាពិបាកហើយមានអារម្មណ៍ថាឈឺចាប់ពេញក្នុងខ្លួនប្រាណរបស់បងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាអើយហត់យ៉ាងនេះលែងចង់ដើរទៅមុខនេះហើយគឺជាចំណុចមួយដែលជាគេហៅថាជាចំណុចអាចធ្វើឲ្យបងប្អូនរាំងស្ទះដែរត្រូវទេបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍តូចមួយបងប្អូនអាចចូលទៅពិចារណាបានណាអញ្ចឹងយើងចូលដល់ចំណុចទី2ចំណុចទី2គឺកាន់តែសំខាន់ខ្លាំងធ្វើអ្វីក៏ដោយទាមទារឲ្យបងប្អូនទាំងអស់គ្នាត្រូវតែមានឆន្ទៈដ៏មុតស្រួចនៅពេលដែលយើងមានឆន្ទៈទោះបីយើងជួបព្យុះភ្លៀងយ៉ាងណាក៏យើងនៅតែខំលូនទៅមុខបន្តដែរអញ្ចឹងការមានឆន្ទៈនេះគឺជារឿងមួយដែលបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវតែមានឆន្ទៈគឺបងប្អូនអត់ងាយបោះបង់ងាយពេកទេហើយមានឆន្ទៈគឺបងប្អូនអត់ធ្មត់អត់ធ្មត់ខ្លាំងទោះបីតែបងប្អូនចង់និយាយថាធ្វើទៅវាទទួលបានផលតិចបំផុតក៏បងប្អូននៅតែបន្តធ្វើដែរអញ្ចឹងការមានឆន្ទៈចំពោះសកម្មភាពឬក៏អ្វីឬក៏គោលដៅដែលបងប្អូនកំពុងតែធ្វើនេះគឺវាចាំបាច់ហើយសំខាន់បំផុតបើសិនជាបងប្អូនអត់មានឆន្ទៈបងប្អូននឹងអត់ទទួលបានសុខភាពល្អពីការហាត់ប្រាណរបស់បងប្អូនទេបើសិនជាបងប្អូនអត់មានឆន្ទៈប្រកាស 100% បងប្អូននឹងបោះបង់ជាក់ជាមិនខានអញ្ចឹងការមានឆន្ទៈគឺជារឿងមួយដែលចាំបាច់បំផុតនៅក្នុងដំណើរនៃការធ្វើសកម្មភាពអ្វីមួយហើយវាមិនអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាបោះបង់ចោលកដាទីទេតោះនេះត្រូវទេបងប្អូនទាំងអស់គ្នាចាចំណុចទី3ក៏ជាចំណុចសំខាន់ដែរនៅពេលដែលយើងជួបបញ្ហាយើងតែងតែមើលឃើញនៅកំហុសឆ្គងផ្សេងអញ្ចឹងនៅពេលដែលបងប្អូនមើលឃើញកំហុសឆ្គងផ្សេងហាមដាច់ខាតបងប្អូនកុំស្ដីបន្ទោសបើសិនជាបងប្អូនធ្វើការស្ដីបន្ទោស
ចាទោះបីខ្លួនឯងក៏ដោយមនុស្សជុំវិញខ្លួនបងប្អូនក៏ដោយមិត្តភ័ក្តិក៏ដោយប្តីក៏ដោយប្រពន្ធក៏ដោយកូនក៏ដោយបើសិនជាបងប្អូនស្ដីបន្ទោសនោះបងប្អូនកាន់តែបាក់ទឹកចិត្តនោះបងប្អូនកាន់តែខូចចិត្តនោះបងប្អូនកាន់តែងាយក្នុងការបោះបង់ហើយបងប្អូននឹងងាយក្នុងការគេហៅថាស្ដាប់អ្នកដតីជាងខ្លួនឯងណាអញ្ចឹងគេផ្លុំទៅជាអីទៅឆ្វេងទៅស្ដាំហើយអញ្ចឹងចំណុចសំខាន់នេះ3នេះគឺសំខាន់ខ្លាំងចំពោះបងប្អូនដែលកំពុងតែបដិញ្ញាចិត្តថាចង់ធ្វើអីមួយមិនចង់ឲ្យខ្លួនឯងបោះបង់ចោលកដាទីបងប្អូនត្រូវទៅមើល3ចំណុចហ្នឹងថាតើបងប្អូនមានវាកម្រិតណាអញ្ចឹងត្រឡប់មកវិញចំណុចទី1ត្រូវចេះប្រកាន់ចំហឲ្យខ្លួនឯងឲ្យធ្វើយ៉ាងណាឲ្យខ្លួនឯងរឹងមាំបំផុតចំណុចទី2គឺបងប្អូនត្រូវតែមានឆន្ទៈក្នុងការធ្វើបើសិនជាយើងមិនមានឆន្ទៈក្នុងការធ្វើទេបងប្អូននឹងបោះបង់វាចោលកដាទីហើយចំណុចទី3ហាមដាច់ខាតកុំស្ដីបន្ទោសទោះបីខ្លួនឯងក៏ដោយមនុស្សជុំវិញខ្លួនក៏ដោយចាអញ្ចឹង3នេះគឺសំខាន់បើបងប្អូនធ្វើ3ចំណុចនេះបានបងប្អូនប្រហែលជាមិនមានការបោះបង់ទេហើយអ្វីដែលបងប្អូនចង់បានបងប្អូននឹងទទួលវាយ៉ាងពិតប្រាកដបាត់តន់ជឿនៅក្នុងคลิปវីដេអូនេះទេតែបងប្អូនសាកល្បងសិនចាព្យាយាមទាញខ្លួនឯងឲ្យបានបើសិនជាបងប្អូនទាញបានបងប្អូននឹងឃើញលទ្ធផលអូខេអញ្ចឹងនេះខ្ញុំជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងណាអញ្ចឹងបងប្អូនដែលកំពុងតែជួបជាមួយនឹងបញ្ហាចាផ្ទៃមុខចាលេ clinic របស់យើងលេពីខាង P brand របស់យើងគឺមានឯកទេសក្នុងការជួយព្យាបាលទៅលើបញ្ហាមុខមុនមុខជាប់ចាមុខជាប់ដោយគូតឆ្នាំងមុខជាប់ដោយសារកម្ដៅថ្ងៃជាប់ដោយសារតែបងប្អូនប្របាក់ចិត្តខូចចិត្តណែកុំភ្លេចលេពីខាង P brand មួយខ្លងនេះតែ$8ហើយបងប្អូនយក2ខ្លងឬក៏យកគូតជាមួយនឹងសារ៉ូមបែបនេះដូចជូនបងប្អូនទាំងអស់គ្នាត្រឹមតែ$15ហើយ free សេវាដឹកជញ្ជូនជូនបងប្អូនទាំងអស់គ្នាទៀតណាកុំភ្លេចចាអរគុណចំពោះការគាំទ្រលេពីខាង P brand I love you